សួស្តីថ្ងៃនេះខ្ញុំនឹងនិយាយអំពីជំហានថ្មីដ៏អស្ចារ្យមួយក្នុងវិទ្យាសាស្ត្រជីវវិទ្យាការប្រើប្រាស់បាក់តេរីដើម្បីបំលែងកាកសំណល់ផ្លាស្ទិកទៅជាថ្នាំបំបាត់ការឈឺដើមឆ្នាំនេះក្រុមអ្នកស្រាវជ្រាវបានកែប្រែបាក់តេរី E. coli ដើម្បីអាចរំលាយម៉ូលេគុលដែលបានកកើតពីផ្លាស្ទិកហើយបំលែងវាឲ្យคล้ายជាថ្នាំបំបាត់ការឈឺ Paracetamol ដែលយើងស្គាល់ជាទូទៅវាហាក់ដូចជាការចម្លែកប៉ុន្តែ E. coli តែងតែត្រូវបានប្រើជាមូលដ្ឋានសំខាន់ក្នុងវិស្វកម្មសរីរាង្គដោយព្រោះតែវាលូតលាស់លឿនងាយស្រួលកែប្រែហើយត្រូវបានប្រើសម្រាប់ផលិតអាំងស៊ូលីនសារធាតុដែលមានរសជាតិដូចវ៉ានីឡាហើយសូម្បីតែទឹកអប់ផងដែរជាក់ស្ដែង E. coli មានតួនាទីធំក្នុងវិទ្យាសាស្ត្រចាប់តាំងពីការបង្ហាញថាបាក់តេរីអាចបដូរហ្សែនបាននៅទសវត្សរ៍ឆ្នាំ1940វាក្លាយជាសារពាង្គកាយដំបូងដែលត្រូវបានកែប្រែហ្សែនក្នុងទសវត្សរ៍ឆ្នាំ1970និងផលិតអាំងស៊ូលីនសំយោគដំបូងក្នុងឆ្នាំ1978អ្វីដែលធ្វើឲ្យវាមានឥទ្ធិពលគឺវាភូរលូតលាស់បានទៀងទាត់ដែលអាចឲ្យយើងសន្និដ្ឋានទុកជាមុនបានអាចរស់នៅក្នុងលក្ខខណ្ឌផ្សេងៗនិងអាចទទួលយក DNA ចម្លែកបានយ៉ាងងាយដូច្នេះនេះគឺជាមូលហេតុដែលវាត្រូវបានប្រើជាញឹកញាប់ក្នុងឧស្សាហកម្មដើម្បីបង្កើតថ្នាំឥន្ធនៈនិងសារធាតុគីមីផ្សេងទៀតទោះយ៉ាងណាមិនមែនអ្នកវិទ្យាសាស្ត្រគ្រប់គ្នាយល់ស្របថាយើងគួរតែពឹងផ្អែកលើ E. coli តែមុខទេមានអ្នកអះអាងថាយើងអាចកំពុងខកខានបាក់តេរីផ្សេងដែលប្រហែលជាធ្វើការងារបានល្អជាងឬធម្មជាតិរបស់វាអាចរំលាយកាកសំណល់បានល្អជាងមួយក្នុងចំណាំជម្រើសថ្មីគឺ Vibrio nitrigens ដែលកំពុងទាក់ទាញចំណាប់អារម្មណ៍ដោយសារវាដុះលូតលាស់លឿនជាង E. coli 2 ដងនិងទទួលយក DNA បានល្អជាងប៉ុន្តែវានៅតែខ្វះឧបករណ៍និងមធ្យោបាយនៅក្នុងការយក Vibrio nitrigens មកប្រើឲ្យបានធំទូលាយដោយ E. coli សរុបជារួមមកគឺ E. coli នៅតែជាមូលដ្ឋានសំខាន់ក្នុងការសិក្សាបច្ចេកវិទ្យាជីវសាស្ត្រប៉ុន្តែនាពេលអនាគតប្រហែលជាមានបាក់តេរីថ្មីៗនឹងចូលរួមក្នុងវិស័យនេះដើម្បីជួយយើងដោះស្រាយបញ្ហាធំៗដូចជាកាកសំណល់ផ្លាស្ទិកការរស់នៅប្រកបដោយនិរន្តរភាពនិងសូម្បីតែថាមពលបៃតងផងដែរជាចុងក្រោយសូមអរគុណកុំភ្លេចចុច Subscribe ដើម្បីទទួលព័ត៌មានថ្មីៗទៀត